ចាសូមជម្រាបសួរដល់អាណាព្យាបាលសិស្សព្រមទាំងសិស្សនុសិស្សទាំងអស់គ្នាអូខេអញ្ចឹងសម្រាប់ថ្ងៃនេះយើងនឹងមកជួបគ្នាម្ដងទៀតហើយចាអញ្ចឹងមុននឹងបន្តទៅមេរៀនអ្នកគ្រូក៏សូមរំលឹកអំពីចាតកតងទៅនឹងអនាម័យបន្តិចអញ្ចឹងសូមឲ្យបងប្អូនបានពាក់ម៉ាស់គ្រប់ទីកន្លែងដែលយើងបានទៅហើយជាពិសេសសូមឲ្យបងប្អូនបានឧស្សាហ៍ចាសម្អាតដៃរបស់យើងចាដោយលាងនឹងសាប៊ូនិងអាល់កុលផងដែរចាអញ្ចឹងឥឡូវនេះតើយើងចាប់ផ្ដើមបន្តមេរៀនរបស់យើងចាអញ្ចឹងថ្ងៃនេះគឺយើងរៀនដល់ចំណុច 1.1 គឺយើងរៀនអំពីការប្រៀបធៀបការរីកនៃទឹកអាល់កុលនិងប្រេងអញ្ចឹងយើងរៀននៅដឹងថាតើអង្គធាតុរាវទាំង3នេះមួយណាមានលក្ខណៈរីកខ្លាំងជាងហើយវារីកដោយសារអ្វីហើយវាអត់រីកមានដោយសារអ្វីតើឥឡូវយើងទៅតាមដានមេរៀនក៏ដូចជាការពិសោធន៍និងចាខ្លឹមសារនៃមេរៀនរបស់យើងទាំងអស់គ្នាចាំ 1.1 ការប្រៀបធៀបការរីកនៃទឹកអាល់កុលនិងប្រេងចាអញ្ចឹងអ្នកគ្រូមានរូបភាពនេះគឺអាល់កុលបានន័យថាអាល់កុលប្រេងទឹកចាយើងយកកែវបាឡុងដូចគ្នាចំនួន3មួយដាក់ទឹកមួយដាក់អាល់កុលមួយទីដាក់ប្រេងឲ្យមានកម្រិតកម្ពស់ស្មើគ្នាអញ្ចឹងយើងយកកែវបាឡុង3ដាក់ទឹកមួយដាក់អាល់កុលមួយដាក់ប្រេងមួយហើយកម្រិតកម្ពស់បានន័យថាអាល់កុលនិងទឹកនិងប្រេងគឺមានកម្ពស់ស្មើគ្នាចារួចយកវាទៅត្រាំក្នុងផើងទឹកមួយយើងសង្កេតឃើញថាកម្រិតកម្ពស់អាល់កុលឡើងអញ្ចឹងយើងយកវាទៅត្រាំនៅក្នុងផើងទឹកនោះអ្នកគ្រូសូមបញ្ជាក់តិចគឺផើងដែលគឺផើងទឹកក្តៅចាគឺផើងទឹកក្តៅណាចឹងផើងទឹកហ្នឹងបើបងអូនយកទៅដាក់នៅក្នុងផើងទឹកត្រជាក់ក៏វាមានការប្រែប្រួលដែរអញ្ចឹងយើងយកវាទៅក្រាំក្នុងផើងគឺផើងទឹកក្តៅមួយយើងសង្កេតឃើញថាកម្រិតកម្ពស់អាល់កុលឡើងចាឡើងខ្ពស់ច្រើនជាងប្រេងនិងទឹកចាអញ្ចឹងយើងឃើញថានៅពេលដែលយើងយកកែវបាឡុងដែលដាក់អាល់កុលដែលដាក់ប្រេងដែលដាក់ទឹកដែលមានកម្ពស់ស្មើគ្នាយើងយកវាទៅត្រាំក្នុងទឹកផើងទឹកក្តៅមួយយើងឃើញថាអាល់កុលឡើងខ្ពស់ចានេះពិសោធន៍របស់យើងនេះយើងឃើញថាអាល់កុលឡើងខ្ពស់ជាងប្រេងនិងទឹកចាប្រេងនិងទឹកក៏ឡើងដែរមិនមែនថាអត់ឡើងទេប៉ុន្តែវាឡើងទាបជាងអាល់កុលចាអញ្ចឹងនេះបញ្ជាក់ថាអាល់កុលរីកមាឌខ្លាំងជាងទឹកនិងប្រេងចាអញ្ចឹងនេះបញ្ជាក់ថាអាល់កុលរីកមាឌខ្លាំងជាងទឹកនិងប្រេងអញ្ចឹងរវាងអាល់កុលប្រេងនិងទឹកគឺអាល់កុលរីកមាឌខ្លាំងជាងនៅពេលវាត្រូវកម្ដៅចាអញ្ចឹងវារីកមាឌបាននៅពេលណានៅពេលវាត្រូវកម្ដៅប្រេងរីកមាឌបាននៅពេលណាដែរនៅពេលវាត្រូវកម្ដៅទឹកក៏រីកមាឌនៅពេលដែលត្រូវកម្ដៅដែរប៉ុន្តែចំពោះការរីកមាឌបើសិនជាកម្ដៅស្មើគ្នាកម្ពស់ទឹកស្មើគ្នាកម្ពស់បានន័យថាអាល់កុលនិងប្រេងស្មើគ្នាកម្ដៅតែមួយអញ្ចឹងអាល់កុលវារីកមាឌខ្លាំងជាងអញ្ចឹងវាឡើងខ្ពស់ជាងចាអញ្ចឹងនេះបញ្ជាក់ថាអាល់កុលរីកខ្លាំងជាងប្រេងនិងទឹកដូចនេះគ្រប់អង្គធាតុរាវរីកមាឌកាលណាវាត្រូវកម្ដៅចាចឹងដល់ណាសំទោសចាំបងប្អូនសំកាយកន្លែងនេះបន្តិចទៅវាត្រូវកម្ដៅហើយវារួមមាឌមកវិញកាលណាវាចោះត្រជាក់ចាអញ្ចឹងដល់ពេលដែលយើងដកផើងទាំង3នេះបានន័យថាដកកែវបាឡុងទាំង3នេះចេញពីផើងទឹកក្តៅហ្នឹងយើងឃើញថាវានឹងធ្លាក់ចុះបានន័យថាវារួមមាឌម្ដងបន្តិចរហូតដល់ដើមវិញចាអញ្ចឹងគេបញ្ជាក់ប៉ុន្តែការរីកនៃអង្គធាតុរាវគឺមិនដូចគ្នាទេអញ្ចឹងបានន័យថាអាល់កុលរីកប្រេងរីកមាឌទឹករីកមាឌអត់ដូចគ្នាទេទាំង3ហ្នឹងគឺខុសគ្នាប៉ុន្តែគេគ្រាន់តែចង់បញ្ជាក់ថាចំពោះអាល់កុលនៅពេលដែលវាត្រូវកម្ដៅវារីកមាឌខ្លាំងជាងប្រេងនិងទឹកហើយអាល់កុលប្រេងនិងទឹកវារីកមាឌដោយសារអ្វីដោយសារវាត្រូវកម្ដៅចាអញ្ចឹងនេះគឺជាមេរៀនចាអញ្ចឹងអរគុណដល់បងប្អូនសម្រាប់ការតាមដានវីដេអូមួយនេះអញ្ចឹងអ្នកគ្រូសូមឲ្យបងប្អូនបានសរសេរចំណុច 1.1 ទាំងរូបភាពទាំងពិសោធន៍និងទាំងអត្ថន័យដែលគេបញ្ជាក់នៅក្នុងមេរៀននេះចាឲ្យអ្នកគ្រូចាអរគុណសម្រាប់ការតាមដានកុំភ្លេចសរសេរឲ្យអ្នកគ្រូផងណាចាទាំងពិសោធន៍ទាំងរូបភាពទាំងអត្ថន័យនៅក្នុងមេរៀន 1.1 នេះឲ្យអ្នកគ្រូចាអរគុណ